Ok, là dương phải cho pi bẹ pon nâng Portugal nâng Cristiano Ronaldo. Yeah, here we goមួយទៀត Osato Real Madrid ឆក់បានកីឡាកររបស់ Man City មួយទៀតគឺ Bernardo Silva នឹងផ្លាស់ទៅកាន់ក្លឹប Real Madrid កិច្ចព្រមព្រៀងនិងកិច្ចសន្យាត្រូវបានយល់ព្រមរួចរាល់ហើយសម្រាប់សុពលភាពជាមួយនឹង Real Madrid គឺមានរយៈពេល2ឆ្នាំបូករួមនឹងជំរឿបន្ត1ឆ្នាំទៀតពលបានន័យថា2ឆ្នាំអានឹងយើងផ្លូវការតែប្រសិនបើដល់សល់1ឆ្នាំទៀត Bernardo Silva គាត់ចង់ស្នាក់នៅឬក៏គាត់ចង់ចាក់ចេញអានឹងជាការជ្រើសរើសឬក៏ជាការសម្រេចចិត្តរបស់គាត់កិច្ចព្រមព្រៀងនេះមានភាពរហ័សដោយ Real Madrid បានចាប់ផ្ដើមត្រឹមតែ36ម៉ោងមុនប៉ុណ្ណោះវ៉ាវអត់ដល់2ថ្ងៃផង36ម៉ោងឯង Real Madrid ធ្វើការនឹងយ៉ាងលឿនយ៉ាងតក់កហល់បំផុតដើម្បីនាំ Bernardo Silva មកកាន់ទឹកដី Santiago Bernabeu ហើយលោក Jose Mourinho នឹងហើយគឺជាមនុស្សដែលជំរុញឲ្យយក Bernardo Silva មកទៅការចរចានឹងមានភាពលឿនរហ័សមកដោយសារគាត់ Portugal ដូចគ្នាបាទអញ្ចឹងអា DNA របស់ Portugal រវាងលោក Jose Mourinho ហើយនិង Bernardo Silva នឹងវានេះហើយវាបើកផ្លូវមុនបាត់ទៅហើយអញ្ចឹងគាត់ឆក់បាន Bernardo Silva មកចូលរួមពលបានន័យថាកីឡាករ Madrid មាន3នាក់ហើយមកគិតមកទល់នឹងពេលនេះមានខ្សែការពារ Dumfries ទិញមកពី Inter Milan ហើយនឹង Konate យកមកពីហង្សក្រហម Liverpool ហើយចុងក្រោយនេះគឺ Bernardo Silva របស់ Man City Silva វាល្អដែរតើរៀងចាស់បន្តិចអាយុមិនរៀងចាស់ហើយអាយុយ៉ាងនេះបន្តិចយ៉ាងជ្រេបន្តិចអាយុតែនៅតែល្អអញ្ចឹងអាយុរៀងជ្រេបន្តិច30ស្ដើងអូយច្បាប់នៅ World Cup នេះផ្លែកច្រើនណាផ្លែកចឹងនិយាយមែនតែនទៅគឺវាសឹងថាបត់180ដឺក្រេហ្មង